លោកប្តីរីនេះថ្ងៃខួបកំណើតអរគុណអូនសម្លាញ់ថ្ងៃនេះគ្រួសាររបស់យើងមានកម្មវិធីអ្នកម៉ាក់នឹងចែកអាំងប៉ាវដល់ពួកឯងឲ្យពួកឯងសប្បាយចិត្តម្ដងអាយុ6ឆ្នាំទទួលបាន60000អរគុណលោកយាយអរគុណលោកយាយសុជី24ឆ្នាំទទួលបាន240,000អរគុណអ្នកម៉ាក់ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំអាយុ30ឆ្នាំហើយត្រូវហើយគេគឺមិនទាន់ខ្ចប់រួចទេម៉ាក់តែខ្ញុំគឺជាកូនបង្កើតរបស់អ្នកម៉ាក់អត់ហ្នឹងលោកប៉ាមិនសមទទួលបានលុយទេចាំកូនទៅបើកទ្វារបងប្រុសលេតង់រីនេះថ្ងៃខួបកំណើតនាងទៅវិញទៅខ្ញុំមានប្រពន្ធហើយបងប្រុសលេតង់ហើយមិនជាបងពាក់ឈុតចុងភៅអញ្ចឹងហើយយ៉ាងម៉េចអ្នកមីងនេះជាកូនប្រសាស្រីយ៉ាងម៉េចហ្នឹងពិតជាហួសហេតុពេកឯងឲ្យប្តីរបស់ខ្លួនធ្វើការងារផ្ទះខ្ញុំគិតថាផ្ទះវិឡារបស់អ្នកមីងអញ្ចឹងក៏តែត្រូវការកូនប្រសាស្រីដូចជាខ្ញុំទៅសាកសងត្រូវហើយផ្ទះមួយនេះគឺធំណាស់ពួកយើងគឺត្រូវការអ្នកដែលមានកម្លាំងសុជីឯរស់នៅទីនេះទៅចាអ្នកមីងខ្ញុំទៅយកវ៉ាលីអ្នកម៉ាក់តើអ្នកម៉ាក់កំពុងតែធ្វើអីហ្នឹងផ្ទះវិឡារបស់យើងគឺធំណាស់បើឲ្យសុជីចូលសម្អាតតែម្នាក់ឯងគឺពិតជាហត់ដល់នាងណាពួកយើងឥឡូវនេះក៏ត្រូវការអ្នកសម្អាតម្នាក់ដែរអូមកទេចាកាន់តែហល់មែនសុជីអ្នកម៉ាក់បានតែកៅថ្មីឯងច្រើនណាអូអរគុណអ្នកម៉ាក់ខ្ញុំនឹងយកទៅបាត់ទុកសិនចាសុជីតែនេះគឺសិតតែជាកៅប្រេនទាំងអស់នាងយកទៅបាត់បែបហ្នឹងដូចជាមិនឲ្យតម្លៃទឹកចិត្តរបស់អ្នកវិញទេនាងអញ្ចឹងឯងយកទៅបាត់ទៅចាំអ្នកវិញមើលនាងពិតជាបត់កៅបានល្អជាងខ្ញុំទៅទៀតចាត់ទៅថានាងមានចំណេះដឹងត្រង់ដែរខ្ញុំគឺជាអ្នកជំនាញបត់កៅមកពីប្រទេសជប៉ុនផ្ទះនេះប្រសិនបើមានខ្ញុំហើយគឺមានសំណាងណាស់ហើយអ្នកមីងកាន់តែពេញចិត្តអញខ្លាំងហើយនេះអញ្ចឹងឥឡូវនេះអញទៅរៀបចំបត់កៅឲ្យលីតុងទៅអ្នកមីងថ្ងៃនេះអស់ខ្ញុំរៀបចំកៅឲ្យបងប្រុសលីតុងអញ្ចឹងថ្ងៃស្អែកខ្ញុំប្រកាសជាអាចរៀបចំផ្ទះទាំងមូលនេះបានហើយធ្វើការអស់ជាង4ម៉ោងពិតជាហត់ខ្លាំងណាស់ខ្ញុំខំធ្វើការយ៉ាងលំបាកប៉ុណ្ណឹងហើយពួកគេបែរជាមិនអើពើនឹងខ្ញុំអ្នកម៉ាពិសាមើលនេះគឺជាសូផាដែលខ្ញុំធ្វើជូនអ្នកម៉ាសូផាអ្នកមីងអ្នកម៉ាចៅអ្នកមីងញ៉ាំម្ហូបថោកបែបហ្នឹងបើមិនអញ្ចឹងទេនេះជួយធ្វើឲ្យខ្ញុំមួយមុខដែរទៅបាទអ្នកមីងអញ្ចឹងត្រូវការបន្លែ20មុខមកម្ហូបសំខាន់ចំនួន8មុខជាមួយនឹងបន្លែសាច់តែនេះគឺជានរណាមានសិទ្ធអីមកប្រើខ្ញុំតើអញឲ្យធ្វើបានអូនគ្មានបញ្ហាទេអ្នកមីងសុជីតោះពួកយើងទៅសម្រាប់នៅពេលដែលខ្ញុំអាចធ្វើឲ្យអ្នកមីងភ្ញាក់ផ្អើលនឹងស្នាដៃម្ហូបរបស់ខ្ញុំបានហើយក៏ប្រសាស្រីនៅក្នុងផ្ទះនេះប្រកាសជារូបខ្ញុំអីយ៉ានៅផ្ទះរបស់ពួកយើងមិនដែលមានមនុស្សណាធ្វើម្ហូបច្រើនមកអញ្ចឹងទេអ្នកមីងខ្ញុំខំងើបតាំងពីម៉ោង3ដើម្បីធ្វើម្ហូបទាំងអស់នេះជូនអ្នកទាំងអស់គ្នាអ្នកម៉ាស្នាដៃធ្វើម្ហូបរបស់នាងខ្ញុំពិតជាមិនអាចស្មើមែនត្រូវតែនាងមានអីមកប្រៀបធៀបជាមួយនឹងខ្ញុំមែនអ្នកមីងនេះគឺជាសុំមកដែលខ្ញុំធ្វើជូនអ្នកមីងសូម្បីតែរូបមួយសរសៃក៏គ្មានដែរខ្ញុំបាយរហូតដល់តែអស់ហ្នឹងប៉ុន្មានទេតើខ្ញុំភ្លុំមើលវ៉ាចាសុជីនេះពិតជាគ្មានសិលធម៌មែនសុំមួយចាននេះខ្ញុំធ្វើជូនអ្នកមីងតាហើយនេះបានជានាងញ៉ាំអស់អញ្ចឹងថ្ងៃស្អែកអញធ្វើសុំមួយចានទៀតទៅបានយ៉ាងហោចណាស់ខ្ញុំគឺជាមនុស្សដែលគ្រាន់បានជាអ្នកខ្លះទៅទៀតត្រូវថ្ងៃស្អែកម៉ោង2ព្រឹកខ្ញុំនឹងងើបពីព្រលឹមដើម្បីធ្វើសុំមួយចានទៀតជូនអ្នកមីងអញខំធ្វើហត់នឿយហើយអ្នកម៉ារបស់ខ្ញុំចង់ញ៉ាំម្ហូបដែលអញធ្វើរាល់ថ្ងៃហ្នឹងប៉ុន្តែអ្នកមីងហើយអ្នកគ្រួសារមួយនេះមិនអាចខ្លាចឆ្ងាយពីខ្ញុំបានទេសុជីថ្ងៃស្អែកនេះពួកយើងត្រូវថតរូបជុំគ្រួសារណាអញក៏មកដែរមកខ្ញុំមែនឥឡូវនេះកូនទាំងពីរទៅកក់សក់សិនទៅដើម្បីពួកយើងថតរួចស្អាតខ្ញុំជាង20ម៉ោងហើយមិនទាន់បានគេផងឥឡូវនេះខ្ញុំសុំទៅគេមួយសន្ទុះសិនអេតែអញទៅគេធ្វើអីឥឡូវនេះឯងនាំចៅខ្ញុំទាំងពីរទៅកក់សក់ផងអញ្ចឹងហត់នឿយអីណាហត់នឿយហើយអ្នកម៉ាឥឡូវនេះអាចទៅតុបតែងខ្លួនបានហើយថាមកកក់សក់ឲ្យពួកខ្ញុំអត់ធ្មត់ដើម្បីទៅថតរូបជុំគ្រួសារខ្ញុំខ្វះតែមួយជំហានទេណាឆ្លងកាត់នឹងការពិចារណាជាង2ថ្ងៃមកនេះខ្ញុំសម្រេចចិត្តថាខ្ញុំនឹងប្រកបផ្ទះមួយនេះឲ្យមើលថែហើយនេះគឺជារង្វាន់របស់ឯងកន្លងមកខ្ញុំតែបំផុតជោគជ័យហើយអ្នកស្រីសូមជួយមកតុបតែងខ្លួនចាសុជីខ្ញុំជាម្ចាស់ស្រីនៅក្នុងផ្ទះនេះខ្ញុំមិនជឿនាងចាក់ចេញពីទីនេះភ្លាមតើនាងខ្លាចជាម្ចាស់ផ្ទះស្រីនៅក្នុងផ្ទះនេះតាំងពីពេលណាតើនាងយល់សប្តិមែននាងឃើញរបស់នេះអត់នេះគឺជាអាំងប៉ាដែលអ្នកមីងឲ្យខ្ញុំគាត់ឲ្យខ្ញុំធ្វើជាកូនប្រសាស្រីនៅក្នុងគ្រួសាររបស់គាត់ខ្ញុំនឹងឲ្យនាងដឹងថានាងចាញ់ដល់កម្រិតណាខ្ញុំចង់ទៅមើលតាអាយូចាញ់ថាជាអាំងប៉ាអីហើយដែលបានជាកដាអញ្ចឹងមនុស្សក្រីក្រដូចជានាងតែយកស្អីទៅនេះប្រកាសជាកិច្ចព្រមព្រៀងផ្ទេរទ្រព្យសម្បត្តិរបស់អ្នកមីងឲ្យខ្ញុំហើយនាងចាំស្ដាប់ណាអ្នកសម្បត្តិកិច្ចសន្យាការងារអ្នកមីងតើអ្នកមីងយកមកខុសទេឬហើយបានជាកិច្ចសន្យាការងារសម្អាតទៅវិញផ្ទះមួយនេះគឺមានម្ចាស់ហើយឯង
នៅក្នុងផ្ទះរបស់ខ្ញុំធ្វើម្ហូបបត់កៅអៅរៀបចំផ្ទះក្រែឯងចង់ធ្វើជាអ្នកបម្រើនៅក្នុងផ្ទះខ្ញុំអីខ្ញុំមានគុណសម្បត្តិជាងស៊ឺជីហើយធ្វើការងារផ្ទះក៏បានល្អជាងនេះដែរហើយនេះក៏នាងឯងខ្លាចជាកូនប្រសាស្រីអ្នកមានបាននាងមានកន្លែងណាដែលល្អជាងស៊ឺជីមនុស្សស៊ឺជីគឺជាមនុស្សស្អាតស្អំនិងត្រឹមត្រូវមិនដូចជានាងទេមានគំនិតគួរឲ្យស្អប់ខ្ពើមគិតតែពីលុយខ្ញុំឲ្យយោបល់នាងកុំមានចេតនាចង់បំបីបំបាក់គ្រួសារខ្ញុំអីពួកយើងត្រូវការថតរូបចុងគ្រួសារ ទិញឲ្យឆ្ងាយ